ai đang say bốc trên bên này chứ này mua à này đúng à tay cho lên tay này lên bọc hạt bọc màn đồng lại bọc hạt này ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះមកកាន់វីដេអូថ្មីរបស់ខ្ញុំដែលបងត្រីតាមស្រុកតាមភូមិបាទឥឡូវនេះខ្ញុំបានបងត្រីនៅស្រះខាងក្រោយផ្ទះរបស់ខ្ញុំបាទដែលត្រូវជាស្រះមារបស់ខ្ញុំបង្កើតណាហ្នឹងហើយហើយក៏ប្រហែលថ្ងៃនេះឃ្លានអាត្រីអាំងអញ្ចឹងបងប្អូនហ្នឹងហើយត្រីអាំងដូចត្រីក្រាញ់ត្រីអីដាក់អាំងអញ្ចឹងគឺជាតិខ្លាំងមែនទេបាទជាមួយនឹងបរិយាកាសដែលពេលថ្ងៃឡើងអញ្ចឹងណាហ្នឹងហើយដែលខ្យល់បក់មករំភើបាទគឺតំណងខ្លាំងមែនទេបងប្អូនហើយដែលបងប្អូនណាដែលគាត់ធ្លាប់រកត្រីដែលគាត់ធ្លាប់ចូលចិត្តជីវិតដែលសាមញ្ញអញ្ចឹងហ្នឹងហើយគឺត្រូវហ្មងបាទចំពោះកាន់វីដេអូមួយនេះដែលបងប្អូនមើលហើយគឺជក់ចិត្តបងប្អូនហ្នឹងហើយគឺស្រះមកនេះគឺស្រះដែលពីមុនគឺវាទឹកលិចអញ្ចឹងហ្នឹងហើយដល់ពេលឥឡូវទឹកវារីអញ្ចឹងក៏ត្រីវាផ្អកត្រីវាកកនៅហ្នឹងដោយតែត្រីវារួមចូលទៅស្រះហ្នឹងហើយនេះឲ្យគាត់ទៅបាច់គាត់ទៅបាហ្នឹងក៏ត្រីអូលោតបុកមាត់បុកមុខមកត្រីគឺហាត្រីបងប្អូនហើយស្រះហ្នឹងដែរគឺជាមិនមែនស្រះដូចយើងចេះតែចូលបងចូលបាច់បានទេបងប្អូនហ្នឹងហើយដោយសារគេមានម្ចាស់រឿងខ្លួនអញ្ចឹងហ្នឹងហើយឥឡូវនេះពួកគាត់បានបាអាកញ្ឆែតនឹងចេញដើម្បីយកកន្លែងបងស្រួលហ្នឹងហើយគាត់ទៅបាកញ្ឆែតហ្នឹងត្រីចង់ចូល1គីឡូ2គីឡូបាត់ហ្នឹងហើយដោយសារតែបាហ្នឹងត្រីវាលោតចេញលោតចូលទៅយើងចាប់បានខ្លះអត់ខ្លះអញ្ចឹងហើយអានេះបងប្អូនអាចមើលបាននេះគឺសិតតែមិត្តត្រីបងមិត្តត្រីគឺសម្បូរខ្លាំងទេបាទហើយចំពោះខ្ញុំអ្នកបងវិញចំពោះខ្ញុំអ្នកថតវិញក៏មានអារម្មណ៍ថាខ្វះកមកជាមួយនឹងអ្នកដែលគិតពងបងពងរោនេះត្រីគាត់ទៅបាវលោតចេញលោតចូលទៅរស់ធំបងប្អូនហើយបើថាបងវិញគឺងាយបងបានអស់ទេត្រីនៅនឹងបាទគឺសម្រាប់ទឹកស្រះវិញក៏វាជ្រៅដែរមកចូលប្រហែលជា3ម៉ែត្រដែរហ្នឹងហើយផុកក៏ផុកអញ្ចឹងយើងពិបាកនឹងជាមួយចាប់សវ៉ាអីណាតតនេះឆ្មាត់ឲ្យគេប៉ិនរោហ្នឹងហើយគេប៉ិនបងពេញជាមួយអានោះអាចនឹងបានខ្លះបាទហើយឡើយនេះមានមកខ្ញុំគាត់បានយកសណាញ់មួយ3ហ៊ុនដែរដូចជា2ហ៊ុនបងប្អូនហ្នឹងហើយយកទៅដើរបងបាទដោយសារតែយើងមិនសូវជំនាញអារឿងជាមួយទឹកមួយអីចាប់ស្វាហ្នឹងហើយក៏មានតែចាំបងស្រាវបងប្អូនហ្នឹងហើយបងស្រាវក៏មិនអត់ដែរបងប្អូនអើយតែត្រីត្រូវចូលហើយមិនថាប៉ុណ្ណាទេតែចូលធ្នាក់សណាញ់គឺដែរចូលហើយពងឈោមមើលបាទត្រីចាំមើលអាណាមិត្តធំបងប្អូនហើយបងប្អូនចាំមើលទីទៀតខ្ញុំនឹងថតឲ្យពេលកន្លែងតែត្រីវាផុសធំគាត់ថាត្រីផុសចង់ផ្អើលបងប្អូនហើយធំខ្លាំងមែនទេបាទប៉ុន្តែយើងបងចាប់វាងាយបានដោយសារតែទី1យើងវាស្រាវមកវាផុសវាជ្រៅហ្នឹងហើយតើយើងជាមួយចាប់អានេះបងប្អូនមើលបានមិត្តអូធំមកគឺឃើញហើយមានអារម្មណ៍ថាចង់ថារត់ត្រីគឺសប្បាយបងប្អូនសប្បាយនឹងអាការដើរបងត្រីដែលមិត្តធំអញ្ចឹងដោយសារតែប្រហែលថ្ងៃនេះខ្ញុំក៏បានទៅបងនៅខាងស្រែក្របងប្អូនហ្នឹងគេហៅតំណប់ចិន3ក៏ខ្ញុំបានទៅក៏មកមើលនាងខ្ញុំគាត់បងនៅស្រះគាត់បរោយហ្នឹងហើយខ្ញុំក៏បងដែរបងប្អូនតែខ្ញុំអត់ទាន់បងពេលហ្នឹងដោយសារតែខ្ញុំកំពុងតែថតជួយបងប្អូនទស្សនាហ្នឹងហើយឥឡូវបងម្នាក់ដាក់ស្ប៉ាំងគ្រប់សបាយសចសបាយចាប់ហើយចំពោះត្រីក៏គេយកទៅផ្ទះខ្លះត្រីខ្លះក៏នៅនឹងខ្ញុំបានថតជួយបងប្អូនទស្សនាតិចហ្នឹងនេះត្រីបងប្អូនអាចមើលបានបាទឃើញអញ្ចឹងគឺថាទូចបងប្អូនហើយបើថាយើងមើលខាងក្រៅមកដឹងថាត្រីធំត្រីអណ្ដែងគឺសុទ្ធតែអណ្ដែងទៅបងប្អូនហើយខ្លាយអណ្ដែងទៅហ្នឹងតែមុតអីដឹងឲ្យយំហ្នឹងហើយនេះត្រីរស់ចូលប្រហែលជាត្រីរស់ចូលប្រហែលជា1គីឡូ2គីឡូហ្នឹងធំខ្លាំងមែនទេបាទដល់ពេលយើងមើលតាមទូរស័ព្ទគឺថាទូចឥឡូវចាប់បានហើយនេះបងមាញ់ដោយសារខ្ញុំឲ្យបានថតពីគាត់កំពុងតែជាមួយចាប់ត្រីបាទថតបានដល់ពេលគាត់ចាប់បានទឹកគឺជ្រៅខ្លាំងមែនទេមកចង់ចូល3ម៉ែត្រគឺពួកគាត់ជាមួយបានតិចទេតើអ្នកជំនាញគេប៉ិនជាមួយគេអាចជាមួយចាប់បាននេះគាត់សុំសរសើរគាត់មកគាត់ទឹកស្រះ3ម៉ែត្រគាត់ជាមួយចាប់ត្រីតែងបានបាទសម្រាប់ខ្ញុំគឺស្ពៃងាយធ្វើបានទេបាទហ្នឹងតើគាត់តើគេពេញជំនាញដែរគេជំនាញរឿងចាប់រកត្រីរកអីចឹងណាបងប្អូនហើយនៅពងចាប់ដាក់ដើម្បីយកត្រីទៅធ្វើម្ហូបហើយចំពោះបងប្អូនដែលគាត់ធ្លាប់មានស្រះចាំត្រីមានអីចឹងនេះជីវិតគឺអញ្ចឹងបាទដល់ពេលយើងចង់ហូបត្រីគឺយើងបាច់ស្រះរបស់យើងផ្ទាល់បាទគឺខ្ញុំចូលចិត្តឲ្យរបៀបជីវិតអញ្ចឹងបាទឥឡូវនេះសណាញ់មៀរបស់ខ្ញុំគាត់ថាបងមុនហ្នឹងដល់ពេលឥឡូវយើងទុកចង់មកស្ទុះហើយឥឡូវបាដើម្បីស្រាវចេញហើយបើថាត្រីកញ្ចុះវិញគឺអូយធំណាស់បងប្អូនត្រីកញ្ចុះគឺ
បានដាក់សង្អស់មួយតែយើងយកទៅធ្វើសឡំម្ជូរធ្វើអីគឺជាតិហ្មងគឺវាធំធំហ្មងបងហ្នឹងហើយការដែលទឹកលិចខ្ញុំមកស្ទូចនៅហ្នឹងហើយគឺស្ទូចបាន4-10ដែលត្រូវកញ្ចោះគឺធំធំមែនបាទកាមាសាខែទឹកជន់ហ្នឹងហើយហើយនឹងត្រូវកញ្ចោះមកមើលបានអូយក៏ស្រាវស្រាវអីស្រាវប្រហែលមើលអីទៅប៉ះអីដាក់ជ្រប់ដាក់យំហើយបាទហើយនេះត្រីក្រាញ់មកធំល្អខ្លាំងមែនទែនបាទគឺខ្ញុំជួយចិត្តខ្លាំងមែនទែនដាក់អាំងដាក់អីនេះអូយជាមួយទឹកត្រីផ្អែមមួយទឹកត្រីធម្មតាអីរួមទៅគឺជាតិហ្មងចំពោះត្រីស្រែបាទគឺវាជាតិវាផ្អែមដល់សាច់វាបាទហើយនេះពងពូពងដាក់អាំងបដាបាទហើយនេះដាក់អាំងក៏ដាក់អាំងនេះរោត្រីក៏រោត្រីនេះធ្វើត្រីក៏ធ្វើត្រីអញ្ចឹងណាសិតតែប្រុសបាទមានស្រីសោះចំពោះត្រីបងប្អូនអាចមើលបានបាទជាមួយនឹងបរិយាកាសបែបហ្នឹងហើយយើងញ៉ាំបាយនៅថ្ងៃត្រង់អញ្ចឹងគឺជាតិខ្លាំងមែនទែនបាទជាមួយនឹងត្រីស្រែរបស់យើងបាទហើយពេលហ្នឹងដែរខ្ញុំក៏បានទៅផ្ទះយកសំណាញ់បាទដើម្បីយកមកបងត្រីដែរបាទហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបាទសិនមានពាក្យពេចន៍ខ្ញុំសូមរំលឹកតែផេតូមកជួបគ្នាវីដេអូក្រោយបាយ